សួស្តីបងប្អូនថ្ងៃនេះខ្ញុំធ្វើ e-cleaning ម៉ាស៊ីន KH អញ្ចឹងសម្ភារៈដែលយើងសម្រាប់ធ្វើ e-cleaning ម៉ាស៊ីន KH មាន4មុខនេះមាន filter ស្គួរហើយកំប៉ុងស្គួរហើយម្សៅអំបិលកញ្ចប់សម្រាប់លាងពីកញ្ចប់ហើយនិងអាពុំក្រហមនេះមួយសម្រាប់ប្រើបិទទៅយកក្រោមនៅពេលចុងក្រោយបាទអញ្ចឹងយើងចាប់ផ្ដើមគឺយើងចូលនៅក្នុង setting បាទអញ្ចឹងយើងរើសយកពាក្យ setting ទៅហើយយើងមើលពីលើមកគឺមានពាក្យទី4ហ្នឹងគឺមានពាក្យ e-cleaning បាទអញ្ចឹងយើងយកពាក្យ yes បាទយកពាក្យ yes វានឹងឲ្យយើងប្រើអំបិលម្សៅអំបិលពីកញ្ចប់ហ្នឹងចាក់ចូលទៅក្នុងកំប៉ុងស្គួរនេះអញ្ចឹងពងវាអញ្ចឹងជាវាងបិទខុសយើងមើលពងវាអញ្ចឹងហើយយើងបើកមកបាទយើងបើកមកយើងហែកអំបិលពីកញ្ចប់នេះទៅបាទយើងចាក់ចូលបាទបន្ទាប់ពីយើងចាក់ចូលយើងត្រូវដាក់វាជាមួយនឹងទឹករត់បញ្ចូលឲ្យក្បែរពេញទៅបានណាមកល្មមក្បែរពេញទៅបានណាបាទអាហ្នឹងហើយយើងយកគម្របផុសវានេះដែលខ្ញុំប្រាប់ថាខ្លាចបិទខុសហ្នឹងពងវាហ្នឹងគឺយើងដាក់មកបាទហើយយើងមួលចឹងហើយយើងក្លុកបាទយើងក្លុកម្សៅអំបិលហ្នឹងឲ្យរលាយបន្ទាប់មកយើងចូលមកមុខងារយើងដើមវិញបាទអញ្ចឹងយើងចុចពាក្យអូខេបាទអញ្ចឹងវានឹងលេចឲ្យមើលឃើញហើយគឺឲ្យយើងដកចេញអានេះខាងក្រោមហ្នឹងហើយដកអានេះចេញមកបាទដកកំប៉ុងទឹកអំបិលនឹងចេញមកហើយយើងដាក់កំប៉ុងដែលយើងត្រូវលាងនេះចូលនេះបាទបន្ទាប់មកទៀតគឺយើងចុចពាក្យអូខេបាទអញ្ចឹងវានឹងឲ្យយើងដក filter ស៊ីនចេញដាក់ filter ស្គួរបាទអញ្ចឹងពេលដក filter ស៊ីនចេញគឺយើងត្រូវទាញកៃនេះមកឆ្វេងបាទហើយយើងដកចេញមកដកចេញហើយយើងត្រូវពិនិត្យមើលរិញដែលនៅពីនេះរងវានេះខ្លាចវានៅជាប់នៅក្នុងនេះបាទព្រោះអីអា filter ស្គួរដែលយើងដាក់ហ្នឹងក៏វាមានពីរដូចគ្នាដែរអញ្ចឹងជាវាយើងដាក់ពីលើទៅវាកលវាជ្រាបទឹកចេញតាមហ្នឹងអញ្ចឹងយើងដាក់ចូលទៅហើយយើងប្រើសោវានេះបិទដូចដើមយើងដាក់អញ្ចឹងទៅហើយយើងទាញមកស្ដាំវិញទៅបាទណាបាទបន្ទាប់មកទៀតគឺយើងចុចពាក្យអូខេបន្តទៀតបាទអញ្ចឹងវានឹងឲ្យយើងនេះយកបជ្រុយក្រហមនេះបាទយកទៅបិទអាចុងនេះបាទដើម្បីអីកុំឲ្យទឹកអំបិលដែលយើងចុចក្នុងការលាងសម្អាតហ្នឹងវាចេញមកទៅយកក្រោមអញ្ចឹងយើងចុចពាក្យអូខេបន្តទៀតបាទអញ្ចឹងវានឹងចេញពាក្យ start ហើយយើងចុចពាក្យ start ហ្នឹងទៅវានឹងចាប់ផ្ដើមលាងសម្អាតបូមទឹកអំបិលពីខាងក្រោមនេះបាទ